វីដេអូនេះបងប្អូនទស្សនាហើយប្រកបជាលាបទឹកមាត់និងស្រក់ទឹកមាត់តាមខ្ញុំអីដោយសារតែថ្ងៃនេះគឺខ្ញុំមករករបស់ពៅក៏ដូចជាមករក oyster ផងដែរអញ្ចឹងហើយគឺ oyster បងប្អូននឹងស្ដាប់ហើយគឺខ្ទិះជាតិមែនតើតែម្ដងអញ្ចឹងបងប្អូនចង់ដឹងថាវីដេអូនេះខ្ញុំរក oyster តាមរបៀបណាបងប្អូនកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាផងដែរបាទសួស្ដីបងប្អូនថ្ងៃនេះគឺមកកាន់វីដេអូខ្ញុំទៀតហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំមករក oyster គឺនៅតំបន់ព្រៃកោងកាងព្រៃដែលលិចទឹកអញ្ចឹងណាហើយតំបន់នេះគឺឆ្ងាយមែនតើបងប្អូនគ្នាគឺយើងត្រូវការជិះម៉ូតូមកក៏ដូចជាជិះទូកមកផងដែរអញ្ចឹងហើយទូកគឺយើងទៅដាក់កន្លែងផ្សេងបន្ទាប់មកគឺយើងដើរមកអញ្ចឹងណានេះដែរគឺជាសកម្មភាពដែលខ្ញុំធ្វើដំណើរមកអញ្ចឹងហើយគឺរៀងពិបាកបន្តិចហើយដោយសារតែការធ្វើដំណើរយើងនេះគឺយើងធ្វើដំណើរពីបៃតងតម្រុំមកដល់ទិសដៅដែលយើងត្រូវការរក oyster ផងដែរនិយាយទៅការរក oyster នេះគឺរៀងពិបាកបន្តិចសម្រាប់ខ្ញុំគឺយើងត្រូវការធ្វើដំណើរធ្វើអីចឹងគឺមកឆ្ងាយហើយណាមួយ oyster មិនមែនយើងចេះតែរកទេគឺយើងត្រូវការជំងុចទឹកជំងុចអីយើងចឹងហើយគឺភ្នែកក្រហមបងប្អូននឹងស្រាប់ហើយទឹកប្រៃដល់ពេលយើងជំងុចទឹកគឺតែងតែផ្សាភ្នែកផ្សាអញ្ចឹងទៅចឹងហើយគឺរៀងពិបាកបន្តិចសម្រាប់ខ្ញុំឥឡូវនេះក៏ខ្ញុំមកដល់ទីតាំងក៏ខ្ញុំឈប់សម្រាកបន្តិចសិនដើម្បីយើងកាប់កូនឈើយើងធ្វើរៀនដើម្បីយើងដាក់ oyster ផងដែរយើងបន្ទាប់ពីយើងមកជំងុចទឹកវិញចឹងណាបងប្អូនគ្នាចឹងតើបងប្អូនទៅទស្សនាខ្ញុំកាប់កូនឈើទូចៗដើម្បីយើងយកមកធ្វើរៀនដើម្បីយើងដាក់ឧបករណ៍នៅលើទឹកផងដែរហើយនេះដែរគឺជាសកម្មភាពនិយាយទៅនៅតំបន់នេះគឺតំបន់ព្រៃចឹងហើយគឺខ្ញុំចូលទៅកាប់កូនឈើនៅព្រៃនេះគឺកាប់រៀងទូចៗល្មមៗដែរទេដើម្បីយើងយកទៅធ្វើរៀនចឹងបងប្អូនគ្នាចឹងគឺខ្ញុំដើរវាមិនឆ្ងាយអីណាស់ណាទេពីកន្លែងដែលខ្ញុំទុកអីវ៉ាន់ហ្នឹងគឺខ្ញុំដើរចូលព្រៃតែម្ដងចឹងហើយព្រៃគឺមានដើមខ្នាញដើមអីចឹងពុកម៉ែនេះមានដើមប្រង់មានអីចឹងទៅហើយក៏មានដើមតែថាដើមគោមពឹងគោមអីដែលយើងយកមកកែងយកដូចជាស្លកកោអញ្ចឹងណាហើយនៅតំបន់នេះក៏មានខ្យងមាត់វាចខ្យងអីច្រើនមែនតើតែម្ដងជាពិសេសនោះគឺចាក់ច្រែងបងប្អូននេះចាក់ច្រែងគឺខ្ញុំមកលើកដំបូងគឺខ្ញុំមករើសនេះគឺបានច្រើនមែនតើតែម្ដងអញ្ចឹងគឺចាក់ច្រែងហើយខ្យងមាត់វាចគឺសបោគួរសមដែរដែលយើងអាចរើសយកទៅហូបឬក៏លក់បានអញ្ចឹងបងប្អូននេះហើយសម្រាប់ចាក់ច្រែងគឺខ្ញុំអត់រលក់ទេអធិស្ឋានបងប្អូននេះដោយសារតែវាពិបាករកបន្តិចនេះគឺជាសកម្មភាពខ្ញុំកំពុងតែកូនឈើនៅក្នុងព្រៃផងដែរហើយនៅក្នុងព្រៃនេះគឺសបោកូនសម្ោយទូចៗគឺខំឈឺមែនតែម្ដងចាបន្ទាប់ពីយើងកូនឈើបន្ទាប់មកយើងក៏បានបោះវាចេញមកក្រៅដើម្បីយើងប្រមូលវាប្រមូលអីបន្ទាប់ពីយើងកាប់វារួចក៏យើងក៏វារួចយើងយកទៅធ្វើរៀនផងដែរចឹងហើយគឺមិនងាយស្រួលប្រហែលទេតម្រាំតែបានមកវីដេអូនេះគឺវេទនាមែនតែម្ដងណាមួយយើងមករកលក្ខណៈថា oyster ហូបម្ដងអញ្ចឹងណាព្រោះយើងអាចបានរកណាមួយយើងក៏ខានរយូរដែរហើយនៅតំបន់នេះគឺសបោមែនតើរបស់គ្នា oyster គឺសបោណាហើយណាមួយរបស់ពៅកម្លាំងទៀតហើយយើងខានពៅកម្លាំងយូរដែរហើយគឺយើងវក់តែរងភក់ពេកចឹងហើយគឺអត់បានមករក oyster ទេចឹងថ្ងៃនេះគឺខ្ញុំមករក oyster ណាមួយទឹកវារៀងធំដែរចឹងហើយគឺយើងមករក oyster ការរក oyster គឺវាមិនងាយស្រួលសម្រាប់ខ្ញុំទេបងប្អូនគ្នាគឺរៀងពិបាកបន្តិចចឹងគឺពិបាកខ្លាំងមែនតើម្ដងយើងតម្រាំដល់ចង្អុចវាបានម្ដងមួយម្ដងពីរហ្នឹងគឺយើងចង្អុចយូរបងប្អូនគ្នាចឹងហើយធ្វើឲ្យយើងទឹកចូលរៀងត្រជាក់ចឹងទៅភ្នែកឈឺចឹងទៅចឹងហើយទឹកប្រៃបងប្អូនទាំងអស់គ្នាបើយើងចង្អុចយូរបងប្អូននឹងស្រាប់ហើយណាមួយយើងមិនមានទៅឧបករណ៍អីគ្រប់គ្រាន់ដើម្បីយើងមកចង្អុចទឹកទេហើយបន្ទាប់ពីយើងកាប់កូនឈើកាប់អីហើយយើងក៏អូសវាទម្លាក់ទឹកទម្លាក់អីនេះដែរគឺជាសកម្មភាពបង្ហាញឲ្យបងប្អូនរៀងច្រើនតិចហើយក្នុងវីដេអូនេះចឹងគឺវីដេអូនេះគឺថតពេញយកហ្មងគឺ14នាទីជាងចឹងគឺយើងយូរទេបងប្អូននេះអធិស្ឋានហើយបងប្អូនខ្លះគឺគាត់ចូលមើលបានតែដំបងតិចទេដោយសារថាវីដេអូខ្ញុំគឺប្រហែលជាមិនសូវតាក់ទាញអារម្មណ៍គាត់បានចូលមើលអញ្ចឹងណាហើយសិនជាបងប្អូនមើលដល់ប៉ុណ្នេះហើយគឺបងប្អូនគាត់ជាខ្លាំងមែនតើម្ដងគឺមើលដល់3នាទីជាងចឹងបន្ទាប់ពីខ្ញុំកាប់កូនឈើកាប់អីហើយយើងមកវាដើម្បីតម្រឹមវាតម្រឹមអីយើងវាស់វែងវាហើយយើងយកទៅដល់ក្នុងទឹកគឺយើងដោតយកគឺហើយតែម្ដងចឹងមានបងប្អូនខ្លះគឺគាត់comment សួរខ្ញុំណាថានៅតំបន់ទឹកប្រៃហ្នឹងគឺវាមានក្រពើវាមានអីអត់ចឹងណាតែសម្រាប់ខ្ញុំឮតែខ្ញុំមិនដែលឃើញទេគឺខ្ញុំឮបងប្អូនដែលគាត់នេសាទសមុទ្រនៅគាត់មានទូកមានអីជីចឹងណាគាត់ថាមានចឹងទៅតាមខេត្តភាសាបានមានខេត្តភាសាវាចុះមកពីភ្នំពីអីចឹងទៅផុតពីខេត្តភាសាចឹងទៅវាលែងមានវិញចឹងបងប្អូនអាហ្នឹងតាមតែគេប្រាប់ខ្ញុំចឹងណាតែសម្រាប់ខ្ញុំគឺខ្ញុំមិនដែលបានជួបផ្ទាល់ទេតែខ្ញុំក៏មិនប៉ងវាសនាឲ្យជួបដែរគឺតែជួបដឹងអសភ្នែកព្រាតហ្នឹងបងប្អូនណាមួយយើងនៅក្នុងទឹកយើងមករស់ស៊ីខាងទឹកចេះគឺយើងមិន
បន់ឲ្យវាជូបវាទេចឹងគឺយើងរកតែយើងវានៅតែវាទៅចឹងបន្ទាប់ពីខ្ញុំរៀបរាប់រឿងកាពើបងប្អូនបានស្ដាប់ហើយចឹងគឺនៅក្នុងព្រៃគឺវាមានអីប្លែកៗច្រើនបងប្អូននេះតែខ្ញុំរៀបរាប់មិនអស់ទេបាទនៅក្នុងវីដេអូនេះតែខ្ញុំធ្លាប់ជួបពីមុនតែខ្ញុំធ្លាប់នៅព្រៃចឹងណាដោយសារតែយើងនៅនេះគឺយើងរកគ្រឿងសមុទ្ររកអីនៅព្រៃចឹងគឺពេលខ្លះយើងក៏រកដាច់យប់ចឹងទៅពេលខ្លះក៏យើងនៅម្នាក់ឯងស្ងាត់នៅក្នុងព្រៃណាមួយយើងចូលដល់ព្រៃជ្រៅទៀតគឺយើងតែងតែព្រឺរោមព្រឺក្បាលដែរចឹងណាបងប្អូននេះចឹងហើយគឺសកម្មភាពនេះគឺខ្ញុំធ្លាប់ជួបហើយបើសិនជាបងប្អូនដែលមិនធ្លាប់ជួបបងប្អូនមិនយល់ទេអារម្មណ៍មួយនេះតែសម្រាប់ខ្ញុំគឺខ្ញុំយល់ហើយអារម្មណ៍មួយហ្នឹងគឺវារៀងខ្លាចបងប្អូននេះភាសាតែយើងនៅក្នុងព្រៃម្នាក់ឯងចឹងហើយគឺវាស្ងាត់មែនតើតែម្ដងឮតែសំឡេងសត្វយំសត្វស្រែកអីទេចឹងគឺឮសំឡេងរៀងច្រើនតិចក៏យើងរៀងភ័យដែរដោយសារតែយើងមិនដែលជួបប្រទះនៅសំឡេងសត្វវាយំច្រើនចឹងចឹងបងប្អូនយើងមកវាយចូលក្នុងវីដេអូយើងវិញក្នុងសាច់រឿងវីដេអូយើងវិញឥឡូវនេះបន្ទាប់ពីយើងកាប់ឬក៏យើងវារួចរាល់ហើយយើងតម្រឹមហើយយើងក៏មកដល់ក្នុងទឹកយើងក៏ដោតវាទៅហើយទឹកនៅកន្លែងនេះគឺរាក់គូសំដែរបងប្អូនតែនៅកណ្ដាលលិចក្បាលបងប្អូនអញ្ចឹងហើយគឺយើងត្រូវជំងុចរក oyster នៅបាតក្រោមបងប្អូនអញ្ចឹងហើយគឺរៀងពិបាកបន្តិចវីដេអូនេះអញ្ចឹងបងប្អូនដែលគាត់ធ្លាប់ចេះធ្វើរៀនពីមុនបងប្អូនធ្លាប់នៅស្រែនៅតាមជនបទបងប្អូនធ្លាប់ដើរព្រៃអញ្ចឹងណាអញ្ចឹងបងប្អូនស្គាល់រៀនហើយតែស្រុកខ្ញុំហៅរៀនព្រោះថាខ្ញុំនៅខាងស្រុកកើតហ្នឹងបងប្អូនគឺខ្ញុំហៅរៀនហៅអីយ៉ាងទៅតែសម្រាប់បងប្អូនហៅរបៀបម៉េចគឺខ្ញុំអត់ដឹងទេតែខ្ញុំហៅរៀនហ្នឹងទៅហើយបន្ទាប់ពីយើងដាក់គោល4ហើយយើងក៏ចាប់ដើមយកឈើយកអីមកវាស់វែងវាដើម្បីយើងមកធ្វើរៀនធ្វើអញ្ចឹងបងប្អូននេះដែរគឺជាសកម្មភាពចឹងគឺវាមិនងាយស្រួលទេមែនទេទោះតែយើងធ្វើរៀនមួយហើយហ្នឹងគឺពិបាកមែនតើតែម្ដងណាមួយយើងម្នាក់ឯងទៀតចឹងហើយគឺសាច់កម្មតិចហើយបងប្អូនថាបងអត់ខ្លាចទេខ្លាចដែរបងប្អូនយើងនៅម្នាក់ឯងក្នុងព្រៃរឿងអីមិនខ្លាចឈឺចាប់ឯណាមើលចឹងយើងចេះខ្លាចតែធ្វើម៉េចដើម្បីជីវភាពរបស់គ្នាគឺគ្មានអីខ្លាំងយើងជីវភាពទៅការលុយទៅការអីមកគ្រប់គ្រងនឹងគ្រួសារទេចឹងហើយយើងត្រូវការផ្ទះបងទៅបើយើងមិនរកគឺយើងអត់ឲ្យហូបចឹងហើយគឺយើងត្រូវរកយើងរកបានគ្រឿងសមុទ្រក៏រកអីចឹងទៅយើងលក់សល់ចឹងទៅក៏យើងយកមកធ្វើម្ហូបចឹងទៅយើងយកលុយមកគឺយើងទុកគ្រប់គ្រងកូនគ្រប់គ្រងអីទៅរៀនទៅសូត្រចឹងទៅបងប្អូនហើយទិញគ្រឿងក្រៅយកមកស្លយកមកអីចឹងទៅអាហ្នឹងជីវភាពយើងតាមតំបន់សមុទ្រគឺមានតែប៉ុណ្្នឹងទេគឺយើងត្រូវការចុះសមុទ្ររកលុយដើម្បីចិញ្ចឹមជីវិតហ្នឹងហើយអញ្ចឹងបងប្អូនឥឡូវយើងមកចូលវីដេអូយើងវិញអញ្ចឹងគឺយើងរៀងខ្វះឈើបន្តិចយើងក៏ហាយថែមឈើថែមអីចឹងដោយសារតែយើងខ្វះឈើហើយក្តាមបងប្អូននេះគឺទឹកឡើងធំនេះគឺក្តាមឡើងតាមជើងខោអត់ដឹងភ្ញាក់ទេបងប្អូននេះស្មានថាសัตว์អីចូលក្នុងខោអញ្ចឹងហើយគឺភ្ញាក់បុកពោះដែរហ្នឹងចឹងហើយគឺបន្ទាប់ពីខ្ញុំរៀបរាប់អីហើយអស់ក៏ខ្វះឈើខ្វះអីចឹងយើងក៏ទៅរកឈើរកអីដើម្បីយើងយកមកបន្ថែមវាគ្រប់ចឹងណាដោយសារតែយើងធ្វើរៀងធំហើយរៀងវែងទេបងប្អូននេះចឹងហើយគឺមកលំមមកខ្ញុំអង្គុយខ្ញុំធ្វើនេះធ្វើនោះនៅក្នុងនៅលើហ្នឹងចឹងច្រឡំនៅក្នុងចឹងគឺវាអត់មានអីខុសគ្នាក្រៅពីហ្នឹងទេបងប្អូននេះចឹងគឺបងប្អូនមើលទៅទេសភាពវានៅតំបន់នេះក៏វាស្រស់ស្អាតតាក់ភ្នែកបងប្អូនដែរបើសិនជាបងប្អូនមកផ្ទាល់ទៀតគឺអែមមែនតើម្ដងហើយជាពិសេសងាភក់នៅតំបន់នេះបងប្អូននេះខ្ញុំមកថ្ងៃដំបូងគឺខ្ញុំមករកគឺខ្ញុំនិយាយថាខានមករកនៅតំបន់នេះយូរអញ្ចឹងគឺខ្ញុំមករកបងប្អូនអើយគឺធំមែនតើម្ដងងាភក់ដូចបងប្អូនបានមើលវីដេអូខ្ញុំពីមុនគឺងាភក់នៅតំបន់នេះគឺធំមែនតើម្ដងគឺថាវាចង់ដុសស្លែបងប្អូននេះគឺអត់សូវមានបងប្អូនគាត់រកហើយណាមួយងាភក់នៅតំបន់នេះគឺវាយូរឆ្នាំនិយាយទៅចង់ជាប់មាត់ទៅបងប្អូននេះចឹងបន្ទាប់ពីខ្ញុំធ្វើអីហើយរួចរាល់ហើយតម្រៀនខ្លួនបន្តិចនៅលើទឹកហ្នឹងបងប្អូនអូទេសភាពហើយណាមួយខ្យល់បក់ល្វិចក្តីសុខមែនតែនតែម្ដងចឹងបន្ទាប់ពីខ្ញុំមកនេះគឺខ្ញុំដាក់ទឹកត្រីក៏ដូចជាម្ទេសដាក់អីចឹងទៅយើងមកធ្វើទឹកត្រីធ្វើអីហូបនៅក្នុងព្រៃនេះផងដែរដើម្បីយើងយកកម្លាំងយកកំហែងព្រោះថាយើងធ្វើរៀនធ្វើអីយើងអស់កម្លាំងចឹងណាបន្ទាប់ពីយើងយកអីវ៉ាន់ចេញពីក្នុងធុងហើយយើងក៏ចាប់ផ្ដើមទៅទឹកជ្រៅមកនេះចឹងគេយើងហែទៅទឹកជ្រៅដើម្បីយើងទៅចងុចរក oyster ផងដែរហើយនេះដែរគឺជារបៀបរក oyster របស់ខ្ញុំចឹងហើយគឺ oyster វានៅខាងក្រោមពុកម៉ែបងប្អូនយើងមិនចងុចយើងមិនដឹងថាយកមិនបានចឹងរបៀបរកបងប្អូនប្រហែលជារកដូចខ្ញុំដែរតែដល់ពេលខែទឹកស្រកប្រហែលយើងអាចរកបានងាយស្រួលយ៉ាងហ្នឹងយើងមិនបាច់ចងុចទឹកទេបើសិនជាទឹកនិយាយថានាចចឹងយើងស្រួលរកបន្តិចដោយសារតែយើងអាចមើលឃើញឬក៏យើងអាចរកបានចឹងបងប្អូននេះហើយនេះ oyster ខ្ញុំរកបានធំល្អមែនតើម្ដងចឹងហើយវីដេអូទៅមុខទៀតបងប្អូនគាត់ជាហៀទឹកមាត់តាមខ្ញុំហើយដោយសារតែថ្ងៃនេះគឺមកហូបឆៅតែម្ដងចឹងហើយយើងបុកថៃឲ្យហិលទៅមើលថៃកោះកងជូ
hal mau mà bọn này trừ kia mình tên làm đâu và sân chỉ dùng plastic có ở được chia tiết cứ em hay bị say mình tên làm đâu chẳng video này đâyคือnhà chun mong bọn này quạt trôi chất oyster chẳngคือnhà chun mong bọn khăng khăng mình tên làm đâuไอ้บางคนออสเตอร์นี่ก็ยังมีลุได้สันติบางคนจังโฮปจังไอ้บางคนไอ้กระมองบานไอ้บางคนมาตั้งดำบอลนี่คือเตะสเปียบบางคนเคยเป็นตักล้างมาทมใช่เตะสเปียบสลัดสะอาดเหม็นแทนแต่มาดองเปคลาก็นักเคยนาเคลียนในแต่ตอนมีเปลมารออย่างนั้นนะจังไงนี่ก็ยังมีเปลมารอยังไอ้ทอดกระโดดเชียบาฮานบางคนในอย่างนั้นจังให้คือใหญ่เตยยูยังโฮปมาดองคือรูจิตคือแอร์แมนเทนมาดองจังคือพิเศษไอ้สำหรับออสเตอร์นี่ยังเยอะแต่อังกับบ้านในบ่อเนี่ยอังงานยังชายเดียดออสเตอร์นี่คือสำหรับแต่อังได้แต่ยังยังมาโฮปชายอย่างนั้นจังมาสันติบางคนจังโฮปชายกับบ้านนี่ก็เวียดดูจากนี้ได้สำคัญบางคนมีสดามในเลียงเอาไปเชียร์ได้เชียร์ไอทีแล้วคือพลาสเซตโกเมาคือแอร์แมนเทนมาดองมาสันติบางคนมีในเชียร์ไปบอกโก้ทุ่มเทศตุ่มปองแต่ไทยก็กองไอ้ฮัลบอกไอ้เธอมวัดอ่ะโอ้บางคนในงานยาตนามอ๋อเตอันนี้ได้ก็เชียร์ออสเตอร์แต่ยังรอบ้านคือจรานกูซ้อมได้คือเวียมันจรานในนานาได้แต่ซาได้ยังจังหวะตะคือเวียยูไปจังให้คือหลักทับซาในสายจังนั้นนะจังคือยังรอบ้านปนังเตงไงนึงให้ประสิทธิบางคนจองโฮปจองกับมองไอ้บางคนอาจจะเติมมายมานคือยมรอไอ้เตรียมใช่คือยมดับงานแต่เอาแต่มาดอจังมันต่อไปยังรอบ้านรอไอ้ให้ยังก่อจับดามตีนจะเบาเลยเมาดักเครื่องดักเคยโชยังก่อจับดามบกตะไคร้ก่อกงคือโฮปเรียมกว่าใช้ในหนึ่งมองแต่ออสเตอร์นี่คือยังเห็นมาบะก็ที่ดัชาอะไรยังมีอุปกรณ์กว่ายังไงว่าสัญญาณมีอุปกรณ์สำหรับกว่าช่องมองอันนั้นคืองี้สู้เหมือนเต้นดองแต่สำหรับยมคือมีเต้มีแต่จงกับบัตรนั่นประมาณนี้จงกับบัตรให้สเปรย์แต่ว่าสัญญาสเปรย์ยังกวาดบานเต้คือจงกับบัตรช่างนี้ได้ก็จะสร้างเพียบยังกับคนบอกตะไคร้ก่อกงคือมีอะไรขบไหลเป็นหนึ่งเต้ไอออสเตอร์ยังบางคนได้เคยเจอฮะใส่ตีใส่ไอ้อะไรวะคือใส่ทมเหมือนเต้นดองใส่จรานะคือมวยปีคือฮอลเลยเลยนี่ยังบอกไตรหรือรออะไรให้บางปนมาถึงออสเตอร์เราไปยำเลือกหมอเจ้บางปนเคยดัดสบอ่อยเลยบางปนจำมือยำกวาดทั้งออกเนี่ยตาซัดออสเตอร์นะขังขนมตาเบลปนาทมปนาอย่างงี้จังโดยยำใหญ่ยังประมาณนี้คือยำเมียนประดับกวาดได้คือยังมีจงกับบัดไอ้บอกสันเดียบางปนเจ๊กวาดก็เจ๊แต่บางปนเจ๊กวาดได้เมียนประดับกวาดก็คือสรัวแต่สำหรับจงกับบัดซามเมียนเนี่ยจันดีแน่ประมาณนี้ว่าสันเดียเมียนเนี่ยจันดีได้คือแบบกวาดมันเต้นดำแล้วยังกวาดบ้านấyยังก็จะประดับเลี้ยงตะไคร้ที่เอาไปเชียร์ได้บนท็อปไปเชียร์ได้ấy dương mà liên tắc dương nhắn cùng oi bia miền ruột chít prai pe chẳng là sao dương đã được thấy dương prai chu hal lại những ta một màu này sang người dương sẽ bạch rồi bạch ấy cho dương mặt chạm thì thếคือយើងដាក់ជាមួយថៃកោះកងមកគឺយើងចាក់មកអូបងប្អូនគឺខ្ញុំអោយអ៊ុយបងប្អូនកំពុងតែមើលតិចស្រក់ទឹកមាត់ណាបងប្អូនអរគ្នាចឹងហើយកុំស្រក់ទឹកមាត់អីរបស់មានលក់ចឹងបងប្អូនចង់សាកចង់ស្គាល់រសជាតិបងប្អូនអាចកំងបានចឹងឥឡូវនេះយើងដាក់ទឹកថៃដាក់អីរួចរាល់ហើយឥឡូវនេះបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាបងប្អូននឹងលេបទឹកមាត់ទឿអីបើសិនជាបងប្អូនចូលចិត្តរបស់ឆៅហើយបងប្អូនមើលវីដេអូនេះឃើញនៅម៉ោងប៉ុន្មានបងប្អូនគាត់ជាយល់ហើយអារម្មណ៍មួយហ្នឹងតែកំពុងតែមើលឲ្យឃ្លានកោពោះហ្នឹងគឺអូបងប្អូនអើយគឺពិសេសមែនតើហើយបងប្អូនមើលទៅមួយម៉ាត់នេះគឺឡើងពេញមាត់តែម្ដងអញ្ចឹងហើយសម្រាប់ខ្ញុំគឺ2 3ហ្នឹងគឺខ្ញុំឆ្អែតឡើងហល់ហើយអញ្ចឹងគឺសម្រាប់បងប្អូនដែលគាត់ចូលចិត្តទៀតខ្ញុំមិនដឹងថាប្រហែលទេតែនិយាយទៅខ្ញុំវិភាគអស់ហ្មងណាបើសិនបងប្អូនចូលចិត្ត5គ្រាប់ទៅ6គ្រាប់មកអស់ហើយគឺសាច់ខ្យងនេះគឺវាធំឥឡូវនេះយើងក៏ដល់ម៉ោងទៅផ្ទះវិញយើងហូបអស់តែ2ទេដល់សារតែ2ឡើងតលន់មកនេះនិយាយទៅវាខ្ទិះពេកហើយណាមួយវាឆ្ងាញ់ពេកអញ្ចឹងណាគេទៅយើងហត់ផងក៏យើងហូបមិនសូវបានច្រើនណាមួយវាមានមិនមានបន្លែគ្រប់គ្រាន់បើសិនជាយើងមានបន្លែមានអីមានកធុំថេតមានខ្ទឹមពងទៀតខ្ញុំមិនវាយអស់ថា4មកនេះគឺខ្ញុំហូបអស់តែម្ដងធំផុតគឺ4ហ្នឹងតែម្ដងអញ្ចឹងគឺវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរហើយក៏អរគុណពុកម៉ែបងប្អូនគ្នាដែលខំតាមដានពីដំបូងរហូតដល់ចប់ផងដែរបើសិនជាបងប្អូនមើលដល់ចំណុចនេះគឺល្អមែនតើម្ដងតែវីដេអូនេះគឺរៀងវែងតិចហើយអញ្ចឹងគឺប្រហែលជាអត់មានបងប្អូនណាមើលដល់ទេបើសិនជាបងប្អូនមើលដល់ចប់បងប្អូនកុំភ្លេច comment នៅក្នុងវីដេអូនេះផងឲ្យខ្ញុំបានដឹងយ៉ាងថាបងប្អូនមើលដល់ចប់អញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនគ្នាដែលខំតាមដានពីដំបូងរហូតចប់បាយបាយបងប្អូនទាំងអស់គ្នា